អរគុណទៅដល់ពិធីករពិធីការនីទាំង3រូបដែលបានផ្ដល់ឱកាសឲ្យខ្ញុំបាទដែលជាតំណាងគណៈកម្មការទាំង3រូបក្នុងការបាទវាយតម្លៃទៅលើប្រតិបត្តិបន្ទុករបស់បេក្ខភាពទាំង3ដែលកំពុងតែបាទប្រឡងនៅក្នុងទឹកដីខេត្តកំពតដែលជាទឹកដីខេត្តស៊ីវិល័យផងដែរបាទឃើញថាចំណុចលេចធ្លោរបស់បាទបេក្ខភាពទាំង3គឺមានចំណុចល្អច្រើនក៏ប៉ុន្តែមានចំណុចដែលត្រូវកែលម្អនោះគឺមានត្រង់កាយវិការហើយទឹកដនសម្លេងរបស់ប្អូនមួយបែបម្នាក់ជាពិសេសបាទប្អូនស៊ីមុនបាទគឺបកស្រាយបត់ដើមរបស់កញ្ញាអោសគុណកញ្ញាឃើញថាបានល្អណាស់ប៉ុន្តែគ្រាន់ថាបាទចង្វាក់ប្អូនមិនទាន់បានល្អទេភាពជឿជាក់របស់ប្អូននៅស្ទើរច្រើនអញ្ចឹងទាមទារឲ្យប្អូនបាទបង្កើនណាបាទបង្កើនទី1គឺថាត្រូវស្ដាប់ចង្វាក់ melody បត់នឹងឲ្យបានច្បាស់ហើយបង្កើនភាពជឿជាក់របស់ខ្លួនបាទរីឯកាយវិការរបស់ប្អូនដាក់អារម្មណ៍របស់ប្អូនអត់ទាន់បានដល់ទេនៅខ្វះខាតច្រើនណាស់អញ្ចឹងព្យាយាមណាបាទហើយចំពោះបាទចន្ទទីវិញបាទជ្រើសរើសយកបត់បាទសំនៀងដើមរបស់លោកខេមរៈសេរីមុនឃើញថាទឹកដមសម្លេងរបស់ប្អូនមានភាពក្រអួនក្រអៅបាទល្អបង្គួរបាទហើយការដាក់អារម្មណ៍មនោសញ្ចេតនារបស់ប្អូនក៏បានល្អច្រើនដែរអញ្ចឹងនេះគឺជាចំណុចល្អរបស់ប្អូនរីឯបាទប្អូនកំសៀបាទឃើញថាទាំងសោភ័ណភាពទាំងការដាក់អារម្មណ៍មនោសញ្ចេតនាបានល្អបាទច្រៀងត្រូវចង្វាក់ក៏ប៉ុន្តែគួរឲ្យសោកស្ដាយចំពោះប្អូនមានការរីអាក់មួយចំណុចដែលប្អូនបានភ្លេចប្រូបាទបើសិនជាប្អូនចាប់ជាប់បាទនៅប្រូនេះឲ្យបានល្អគឺប្អូនបាទនឹងមានឱកាសច្រើនជាងគេនៅក្នុងចំណោមយើងទាំង3នេះបាទអញ្ចឹងហើយស្របពេលនេះឃើញថាបាទប្អូនទាំង3បាទមានភាពប្រសើរច្រើនណាស់ហើយយើងត្រូវចាំណាបាទបេក្ខភាពទាំងអស់ត្រូវគ្រប់នៅគោលបាទលក្ខន្តិកៈរបស់យើងដែលមាន4ចំណុចទី1ចាត់អត្ថភាពគឺទឹកដងសម្លេងទី2ចង្វាក់ភ្លេងទី3កាយវិការនិងទី4ជាផ្នែកមួយសោភ័ណភាពក្នុងការតាក់ទាញបន្ទុកពីគណៈកម្មការផងដែរអញ្ចឹងសូមជូនពរឲ្យបងប្អូនបាទដែលជាបេក្ខភាពបន្ទាប់ណាបាទប្រឹងទៅនៅ4ចំណុចទាំងនេះបន្តទៀតបាទសូមអរគុណបាទជូនពរបងប្អូនបាទអរគុណចំពោះវត្តមានរបស់គណៈកម្មការខ្ញុំបាទសូមជម្រាបជូនទៅដល់បេក្ខជនឬក៏បេក្ខនារីដែលលើឈ្មោះផ្លាកលេខផ្ទាល់ឬក៏លើឈ្មោះស្លាកលេខ1លេខ2លេខ3ហ្នឹងបើសិនជាលឺហើយឈានជើងមួយជំហានទៅខាងមុខដើម្បីទទួលនៅជ័យលាភីរបស់ខ្លួនអ្នកដែលប្រមាណលឺសូមក៏អរសុពន្ធចិត្តសូមអញ្ជើញលោក NB ប្រកាសលទ្ធផលបាទសូមអញ្ជើញបាទឥឡូវនេះមុននឹងខ្ញុំបាទប្រកាសជូននៅលទ្ធផលនៅក្នុងយប់នេះសូមផ្ដល់សម្លេងជាកម្លាំងចិត្តជូនដល់កាន់បេក្ខជនទាំង3រូបមួយបាទដោយដែលលោកដែលបានជំរាបអញ្ចឹងអ្នកដែលលើឈ្មោះនោះគឺនឹងខ្លាយទៅជាអ្នកមានសិទ្ធិបន្ទាប់ឡើងទៅប្រកួតនៅរាជធានីភ្នំពេញនៅវគ្គផ្ដាច់ព្រាត់អ្នកដែលខ្លាចទៅជាម្ចាស់ជ័យលាភីនៅក្នុងសប្តាហ៍នេះប្រចាំក្រុងកំពតបានទៅលើបេក្ខជនលេខ2ហាចន្ទីអរគុណខ្ញុំបាទសូមគោរពអញ្ជើញលោកពីរតនាតំណាងក្រុមហ៊ុនបេជាកម្ពុជាកូកាកូឡាឡើងមកប្រកួតរង្វាន់ជូនដល់ម្ចាស់ជ័យលាភីប្រចាំខេត្តកំពតលេខ2អរគុណអ្នកដែលមិនបានជាប់អញ្ញាសម្រាប់បានកុំឲ្យស្រពន់ចិត្តបាទផ្ដល់រូបភាពមនុស្សសាវរីយ៍មួយហើយក៏ផ្ដាំផ្ញើជូនដល់ម្ចាស់ជ័យលាភីប្រចាំខេត្តកំពតសូមត្រៀមសម្លេងត្រៀមខ្លួនដើម្បីវឹកហាត់បន្ថែមទៅប្រកួតវគ្គផ្ដាច់ព្រាត់នៅឯរាជធានីភ្នំពេញនៅថ្ងៃទី13ខែមីនាអរគុណអញ្ញាសម្រាប់បានអរគុណទៅដល់បងប្រុសបាទពីរតនាអរគុណបាទអរគុណខ្ញុំសូមធ្វើការចាប់អារម្មណ៍បន្តិចអំបីមែននេះគឺអ្នកបេក្ខជនរបស់យើងសម្រាប់លេខ2គឺជាអ្នកមួយដែលលេខធ្លុំមែនទែនហើយគាត់ជឿជាក់លើខ្លួនខ្លាំងមែនទែនគ្រាន់តែប្រកាសថាបេក្ខជនគឺគាត់បានឡើងមកមុខទៅហើយចំណុចដែលសំខាន់មួយទៀតចំពោះអ្នកដែលត្រៀមខ្លួនក្នុងការចូលរួមប្រឡងចែងចាំងដោយតារាជាមួយតន្ត្រីកូកាកូឡានៅសប្តាហ៍ក្រោយៗនៅខេត្តបន្តទៀតនោះគឺសូមយកចិត្តទុកដាក់នៅការដាក់បន្ទុកនឹងការវិតម្លៃរបស់គណៈកម្មការទាំង3អ្វីដែលគាត់បានដាក់តម្លៃទាំងចំណុចរិះគន់និងការស្ថាបនាក៏ដូចជាចំណុចលេខធ្លោនោះគឺជាមេរៀនសម្រាប់អ្នកដែលត្រូវប្រឡងជាបន្តឬក៏អ្នកដែលបានជាប់ជ័យលាភីប្រចាំខេត្តមុនៗហើយផងដែរចាអរគុណច្រើននៅពេលនេះយើងសូមរីករាយទទួលស្ដាប់នៅបទចម្រៀង